សុស្ដីប្រិយមិត្តទាំងអស់គ្នាជួបគ្នាសាជាថ្មីទៅដែរជាមួយនឹងខ្ញុំបានថ្ងៃនេះយើងមកតសាច់រឿងពីវីដេអូមុនហើយថ្ងៃនេះ admin នឹងនិយាយរឿងរ៉ាវទាក់ទងនឹងការធ្វើដំណើររបស់ admin ពីចំការឡើងទៅបាត់ដំបងថ្ងៃនោះគឺជាថ្ងៃវេនទី13ស៊ុំថ្ងៃនោះម្ដាយគាត់បានខាត់ admin ថាកូនឯងកុំទៅកូនទៅពួកអីកូនឯងទៅកើតទេយប់ហ្នឹងហើយណាមួយមេយីភ្លៀងខ្លាំងផងពេលដែលម្ដាយរបស់ខ្ញុំគាត់និយាយចាប់ខ្ញុំក៏តបតគាត់វិញដែរមិនអីទេម៉ាក់ពួកអីផ្លូវទាំងអស់នេះខ្ញុំស្គាល់ច្បាស់ហើយណាមួយប្រពន្ធរបស់ខ្ញុំគាត់នៅផ្ទះជួលម្នាក់ឯងផងថ្ងៃលោកគាត់មានបញ្ហាអីហើយគាត់មានទម្ងន់ផងចឹងទៅខ្ញុំបារម្ភពីគាត់តែគាត់នៅម្នាក់ឯងម្ដាយរបស់ខ្ញុំគាត់ក៏បាននិយាយថាកូនឯងចាំទៅព្រឹកទៅទោះជាយប់ចឹងម៉ាក់បារម្ភណាបើកូនឯងទៅទាំងយប់ចឹងច្បាស់ជាមានគ្រោះថ្នាក់តាមផ្លូវហើយខ្ញុំក៏បាននិយាយទៅគាត់នឹងថាទាំងស្អីទេម៉ាក់មិនជូនពរកូនបែរជាដាក់ធានាកូនវិញព្រោះតែម៉ាក់អត់ចង់ឲ្យកូនឯងទៅហើយកូនឯងទៅយប់ប្រលប់ចឹងម៉ាក់អត់សូវសប្បាយចិត្តទេខ្ញុំក៏អត់ចង់ទៅដែរម៉ាក់ព្រោះអីវាយប់ហើយណាមួយភ្លៀងខ្ញុំក៏មិនចង់ទៅដែរក៏ប៉ុន្តែដោយសារតែកូនខ្ញុំគាត់នៅម្នាក់ឯងហើយលុយដែលខ្ញុំទុកឲ្យគាត់ចាយនោះក៏តិចតួចទៀតហើយស្អែកគឺដល់វេនបិណ្ឌ14មួយជាជុំធំ2ថ្ងៃ14 15បង្ហើយអញ្ចឹងគឺត្រូវតែទៅផ្ទះខ្ញុំនិយាយរួចម៉ាក់គាត់ថាមើលឯងចង់ទៅក៏ទៅម៉ាក់អត់បខំឯងឲ្យនៅទៀតទេបើអញ្ចឹងធ្វើដំណើរទៅតាមផ្លូវឲ្យសុខសប្បាយខ្ញុំក៏រៀបចំខ្លួនហើយជាមួយនឹងបាយមួយប្រអប់ដាក់នៅក្នុងសាក់ឡូពីក្រោយខ្ញុំក៏ទីកង់ជិះវឹងទៅតែម្ដងពេលដែលខ្ញុំជិះទៅមេឃកំពុងតែភ្លៀងខ្លាំងនៃម៉ូតូព្រាករន្ទះក៏បាញ់ដែរហើយខ្ញុំជិះកង់ទៅនោះពុំមានភ្លើងទេកង់របស់ខ្ញុំអត់ភ្លើងហើយពេលនោះជិះទៅដល់ភ្នំមួយគេហៅថាភ្នំខ្លាឬក៏អ្នកគុំនៅទីនោះគេហៅថាភ្នំកូនកំព្រាព្រោះដោយសារតែភ្នំនោះវានៅបាច់ដល់ឡាយពីគេហើយវាតូចហើយអ្នកព្រានពីដើមពួកគាត់ក៏បានឃើញខ្លាមួយយ៉ាងធំនៅលើភ្នំនោះហើយមានព្រានមួយក៏បានបាញ់ខ្លាមួយស្លាប់នៅលើភ្នំនោះដែរអញ្ចឹងហើយ admin ក៏បានជិះកង់រហូតទៅដល់ភ្នំនោះពុំមានអ្នកគុំអ្នកស្រុកនៅទេនៅអមសងខាងភ្នំនោះគឺព្រៃសុទ្ធនិងចំការដំឡូងនិងចំការដើមឈើដែលគេដាំយកឈើមកលក់ตัวននទីនោះក៏មានកូនកញ្ញូងហើយណានដែលខាងក្រុមហ៊ុនចិនគេដាំនៅសងខាងផ្លូវហើយចំការនោះធំល្វឹងល្វើយមែនទែនមួយចំហៀងផ្លូវចំការដំឡូងនេះនៅមួយចំហៀងផ្លូវទៀតគឺជាដើមក្រញូងដែលក្រុមហ៊ុនចិនគេដាំពេល admin ជីទៅចុះផុតពីភ្នំតិចកង់កំពុងតែមានលបឿនលឿនស្រាប់តែមានស្ត្រីម្នាក់ដែលគាត់ពោពោះហើយនឹងគាត់ពោកូនក្មេងតូចមួយគាត់ក៏បានដើរកាត់ពីមុខពេលនោះ admin ចាប់ប្រាំអត់ទាន់ទេគឺបានជ្រុះកង់ទៅបុកគាត់ពេញមួយទំហឹងតែម្ដងធ្វើឲ្យគាត់ដួលទៅមួយចំហៀងខ្ញុំដួលទៅមួយចំហៀងពេលដែលក្រោកមកវិញគាត់ក៏ស្រែកជេរខ្ញុំហើយខ្ញុំក៏ព្យាយាមទៅលើគាត់តែគាត់មិនឲ្យខ្ញុំប៉ះខ្លួនគេគាត់ទេពេលនោះខ្ញុំក៏មានអារម្មណ៍ថាខ្លួនឯងខុសក៏ចង់សុំទៅគាត់ក៏ចង់ជួយលើជួយអីគាត់ឯណាមួយនៅភ្នែកតោព្រាកទៀកមកនោះក៏ឃើញថាពោះរបស់គាត់ហ្នឹងក៏ធំដែរហើយគាត់មាន3កូនក្មេងមួយផងគាត់ស្រែកជេរខ្ញុំសពគ្រប់បែបយ៉ាងហើយខ្ញុំអត់មានអីក្រៅពីលើកដៃសំពះឲ្យសុំទោសគាត់ទេខ្ញុំថាសុំទោសចាខ្ញុំគ្មានបំណងបុកទេដោយសារតែផ្លូវនេះងឹតហើយណាមួយកង់ខ្ញុំអត់មានភ្លើងខ្ញុំក៏មើលអត់ឃើញហើយខ្ញុំជិះទៅនេះផ្នែកម៉ូតូគឺពឹងលើផ្នែកម៉ូតូឡើយគឺមកព្រាកមកគឺដោយការចំណាំចឹងហើយតែដែលខ្ញុំដើរមកនេះជិះមកនេះគឺអត់មានបំណងជិះបុកទេឲ្យខ្ញុំសុំទោសផងគាត់ក៏នៅតែបន្តជេរខ្ញុំរហូតព្រោះហើយខ្ញុំក៏លើកកង់ជិះមកទៅមុខបន្តទៀតពេលដែលខ្ញុំជិះកង់ចេញពីភ្នំខ្លាឬភ្នំកូនកំព្រានឹងហើយខ្ញុំបានជិះកង់ទៅដល់ស្រុកសាលាក្រៅពេលដែលខ្ញុំទៅដល់សាលាក្រៅនោះមេក៏អត់ឈប់ភ្លាមដែរមេនៅតែបន្តភ្លាមរហូតធ្វើឲ្យខ្ញុំល្ងាញាក់ញ័រពេញដល់ខ្លួនអស់ហើយជាពិសេសពងក៏រួចហើយដែរខ្ញុំក៏បានបន្តដំណើរទៅមុខរហូតទៅដល់ផ្ទះអ៊ំរបស់ខ្ញុំនៅចំការកាហ្វេនៅឯក្រុងប៉ៃលិនខ្ញុំក៏បានចូលទៅផ្ទះអ៊ំចូលទៅសួរសុខទុក្ខគាត់ផងហើយក៏គាត់បានឲ្យនំសន្សំមកខ្ញុំ2-3ផ្លែ2-3នំសន្សំធំបានប៉ិនកពួនណៃម្លេះធំហើយខ្ញុំក៏ចង់ចិត្តថាតែប៉ុណ្ណេះគឺផ្លេកជាតាមផ្លូវទៀតហើយ
ខូដំណើរទៅច្បាស់ជាមានអីហូបតាមផ្លូវមិនចាំបាច់ទិញនំតែអស់លុយហើយលុយដែល admin នៅសល់ក្នុងកប៉ាល់ហ្នឹងអត់ច្រើនទេ50000រៀលអញ្ចឹងដោយទុកលុយនេះស្អែកបណ្ដប់4គឺត្រូវតែទៅវត្តផងហើយនឹងទិញចំហាន់អីតិចតួចយកទៅវត្តពេលនោះ admin ពិបាករកលុយមែនតើអត់ស្រួលទេបើចឹងហើយនៅតែចាយសំចៃពេលដែល admin ជិះរហូតមកពួបភ្នំយ៉ាតភ្នំយ៉ានចុះមកក្រោមតិចភ្នំយ៉ានចុះមកយើងមកដល់ភ្នំមួយទៀតទៅភ្នំហ្នឹងគឺផុតពីផ្ទះអ្នកភូមិអ្នកស្រុកឆ្ងាយមែនតែនពោះឆ្ងាយមកហើយមកដល់កន្លែងភ្នំមួយនោះក៏មានខ្ទមមួយនៅចង្កេះភ្នំប៉ុន្តែវាអត់នៅជិតផ្លូវជាតិទេប៉ុន្តែយើងមើលទៅមកគឺយើងមើលឃើញមានភ្លើងខ្លុងមើលយើងមើលពីចង្ងាយទៅដូចអ្នកផ្ទះអ្នកស្រុកគេនៅចិត្តហ្នឹងហើយគេដឹកចង្គៀងអត់មានពិលអត់មានភ្លើងអាគុយទេគឺជាភ្លើងចង្គៀងតែម្ដងអត់មានជីសុទ្ធឡើងភ្នំកំពុងតែព្យាយាមសុទ្ធឡើងភ្នំហ្នឹងជិះឡើងភ្នំព្រោះអីផ្លូវទេឡើងភ្នំអញ្ចឹងព្យាយាមឡើងក្រមិចឡើងឲ្យផុតទៅដល់លើចាំយើងសម្រាកហើយពេលដែលចង់វិញគឺយើងអត់សូវហត់ដល់ពេលព្យាយាមកំពុងតែឡើងភ្នំហ្នឹងស្រាប់តែមានអ៊ំចាស់ម្នាក់គាត់កាន់បោតយើងដាក់ចង្គៀងហ្នឹងគាត់កាន់ដើរទៅតង់ទៅទឹកលើសកក់ដល់ហើយខ្ញុំក៏បកមកវិញខ្ញុំជិះកង់បកមកក្រោយវិញតិចក៏សួរគាត់ថាអ៊ំអញ្ជើញតាណាហើយគាត់ក៏បានប្រាប់ខ្ញុំថាគាត់ត្រោចៅគាត់នៅមុខទៅរំធំបាសរាប់អីគេមុខដល់ហើយក៏ខ្ញុំនិយាយមកគាត់ថានៅដល់ណាទៅយាយនៅភូមិឯមុខតហើយពេលនោះគាត់និយាយប្រាប់ខ្ញុំថាចាឯងទៅដល់បើសិនជាឃើញជួយប្រាប់ឲ្យវាមកវិញផងមកថាយាយរដល់ហើយខ្ញុំក៏និយាយតបទៅគាត់វិញថាអ៊ំខ្ញុំអត់គាល់ចៅផងហើយខ្ញុំមិនដឹងថាចៅនោះប៉ិនពាក្យមិនរូបរាងមិនទៅបើខ្ញុំមិនដែលតែឃើញចៅយាយផងហ្នឹងស្រាប់តែពេលនោះខ្ញុំក៏នឹកឃើញចំណិតមួយខ្ញុំថាឥឡូវចេះទៅយាយចាំមើលយាយជិះទៅមួយខ្ញុំទៅវិញណាមួយផ្លូវហ្នឹងក៏ខ្ញុំទៅដល់បាត់ដំបងខ្ញុំអត់ទៅត្រឹមមុខនេះអីទេខ្ញុំទៅដល់បាត់ដំបងព្រោះបញ្ញាប់ស្រោតទៅស្អែកហ្នឹងគឺដល់វេនបណ្ដប់4អញ្ចឹងខ្ញុំទៅឲ្យតាន់ពេលព្រឹកហ្នឹងអញ្ចឹងមិនម៉ាអ៊ំចេញឡើងជិះមកមួយខ្ញុំដប់អ៊ំទៅហើយទៅដល់ហ្នឹងទៅដល់ពូវាមុខហ្នឹងចាំអ៊ំរកកូនរកចៅរបស់អ៊ំហ្នឹងទៅដល់ពេលហ្នឹងឆ្ងាយដែរបងប្អូនឆ្ងាយពីឃ្លុំហ្នឹងទៅឆ្ងាយមែនតែនទៅដល់ភូមិមុខហ្នឹងជាឆ្លងដូចជា3ភូមិបាទឆ្លងដល់3តំបន់ទៅដល់ហ្នឹងដូចជាទៅដល់ខាងកញ្ចាប់ទៅដល់កញ្ចាប់ហើយពីភ្នំហ្នឹងទៅបើយើងជិះទៅវារៀងយូរដែរសាប់បើគាត់ជិះពីក្រោយហ្នឹងនិយាយមកគាត់បដើអញ្ចឹងទៅហើយគាត់ក៏បានសួរខ្ញុំថាចៅឯងខ្លាចអត់យប់ចឹងខ្ញុំថាអត់ខ្លាចទេអ៊ំព្រោះអីបើទោះជាខ្លាចក៏មិនដឹងថាត្រូវខ្លាចយ៉ាងម៉េចដែរព្រោះអីខ្ញុំត្រូវឡើងទៅវាជារឿងណាត្រូវតែទៅហ្មងអ៊ំព្រោះអញ្ចឹងខ្ញុំអត់មានអារម្មណ៍ថាខ្លាចទេបើទោះបីជាខ្លាចក៏ត្រូវតែទៅដែរពេលដែល admin និយាយរួចហើយអ៊ំគាត់ថាអូអញ្ចឹងហើយក៏គាត់ថាជាយប់ប្រឡប់ចឹងប្រយ័ត្នប្រយែងព្រោះយប់ប្រឡប់ចឹងវាអាចនឹងគ្រោះថ្នាក់តាមផ្លូវអីបុកនេះបុកនោះយើងមើលមិនឃើញល្ងិតតែបានអ៊ំក៏ជិះអត់យូរទេបងប្អូនជិះប្រហែលជាកន្លះម៉ោងទេដល់កញ្ចាំធ្វើឲ្យខ្ញុំនោះមានអារម្មណ៍ថាឆ្ងល់មែនទែនជុំជិះលឿនណាស់ដល់កញ្ចាំដល់ពេលជិះដល់កញ្ចាំអញ្ចឹងមានអារម្មណ៍ថាញាក់ខ្លួនឯងព្រឹកព្រោះអីអត់មានស្គាល់ច្បាស់ហើយយើងជិះរាប់ម៉ោងហើយយើងដល់ហើយយើងជិះនិយាយមួយគាត់ជិះជជែកជិះនិយាយជិះទៅជែកមួយគាត់ណាមិនទូដល់ឃើញភូមិហើយក៏ងាកសួរគាត់ថាអ៊ំនៅមកដល់ភូមិហ្នឹងហើយចៅអ៊ំនៅម្ដុំណាគាត់ថាយើងងាកទៅក្រោយបាត់អ៊ំស្រីហ្នឹងមិនដឹងតែចុះពីលើកង់តាំងពីកាលហើយខ្ញុំជីបដានិយាយបដាហ្នឹងនិយាយមួយគាត់តន់បានប៉ុន្មានហ្នឹងណាមកដល់ភូមិងាកទៅក្រោយទៅវាបាត់គាត់យកមានអារម្មណ៍ថាខ្មោចលងហើយដឹកខ្មោចមកទៀតក៏គិតខ្លួនឯងទេមានអារម្មណ៍ថាព្រឺសបោខ្ញាក់ហើយដល់អញ្ចឹងហើយ admin គិតថាអត់ចង់ទៅមុខទៀតទេពួកអីមានអារម្មណ៍ថាខ្លាចហើយណាមួយល្ងិតវាអត់មានភ្លើងផងហើយឡានម៉ូតូមកមួយបានភ្លើងគេហ្នឹងឯងជាយាមសុទ្ធតាមបើបានទូលមកក៏យន្តគេទៅក៏តោងគេទៅតែនេះយប់ហើយមានអារម្មណ៍ថាស្ទាក់ស្ទើរបន្តិចចង់ទៅមុខបន្តិចអត់បន្តិចចង់មុខបន្តិចអត់បន្តិចដល់ហើយ admin ក៏សម្រេចចិត្តថាត្រូវទៅមុខទៀតប្រយ័ត្នឲ្យដល់ព្រោះអីយើងបានមកដល់នេះលឿនហើយអញ្ចឹងទីក៏ចាប់ទៅត្រែងក៏អត់ឆ្ងាយប្រហែលដែរហើយយើងព្យាយាមជិះឆ្លងភ្នំចុកភ្នំឡើងភ្នំចុកភ្នំឡើងភ្នំចុកភ្នំឡងប្រហែលជានិយាយថា2ម៉ោងដែរបានមកដល់ជិះតាមផ្លូវហ្នឹងបដាអញ្ចឹងទៅអាភ្នែកតោវាព្រាកម៉ោងឃើញអាខ្មៅនៅវាមុខហ្នឹងញាក់មានអារម្មណ៍ដល់ភ័យហើយមាត់ admin ហ្នឹង
មានទេវាយអស់ហើយអាភ្លៀងផងអាភ័យនោះផងហើយបានពលឺឡានមកពីក្រោយមួយនិយាយថាវាសบายចិត្តអូសบายចិត្តជិះរហូតមកដល់ត្រែងដល់មកដល់ត្រែងក៏មើលស្គាល់អានឹងត្រែងថាអូដល់ត្រែងហើយចឹងក៏មានអារម្មណ៍ថារៀងសบายចិត្តបន្តិចប៉ុន្តែកលៀនហ្នឹងចង់ឲ្យលាក់អស់ហើយដល់យកជិះមកដល់ត្រែងក៏ឈប់សម្រាកនៅត្រែងហ្នឹងឲ្យវាបានធូរដៃធូរជើងបន្តិចចាំយើងបន្តដំណើរទៅមុខទៀតក៏ឈប់សម្រាកអាកន្លែងដើមច័ន្ទរីធំមួយនំក្លោហ្នឹងកន្លែងហ្នឹងវាស្លាស់ល្អក៏អែបកង់ទៅkiaហ្នឹងក៏ឈរសម្រាកកន្លោះដៃកន្លោះជើងបន្តិចទៅឲ្យល្ងាក៏ល្ងាដល់ពេលដែលបាត់ហត់បាត់អីហើយទៅដល់ពេលទៅយើងជិះមកវឹបយើងជិះមកផុតប្រហែលជាដីអត់ដល់100ម៉ែត្រទេសັບឲ្យឃើញអាភ្លើងពណ៌ខៀវឡើងខៀវដូចបៃតងអញ្ចឹងហោះបុកនឹងអាដើមច័ន្ទគិរីនោះម៉ាំងដៃភ្លើងព្រាកហើយធ្លាក់មកក្រោមនៅអែតមានភ័យហើយធាក់កង់ទៅវាកន្លាច់ធាក់វាភ័យទៅធាក់ទៅកន្លាច់គ្មានទេចង់បែកក្លោកវាកន្លាច់គេបុកនឹងអាធ្នឹមកង់កដាលហ្នឹងអូយបងប្អូនហើយចង់ងាប់ក៏គួរអញ្ចឹងអែតមានព្យាយាមធាក់ទៅទៀតធាក់កង់ទៅមុខធាក់តធាក់និយាយថាពីអត់ដឹងថាហត់អត់ដឹងថាចុកជើងទេបងប្អូនហើយក៏ភ័យមកខំប្រឹងធាក់អូធាក់ឲ្យចង់ដាច់ខ្យល់ធាក់ឲ្យឡានមកពីក្រោយមកវូអាឡានហ្នឹងអាសមោវាចាំងអីពីក្រោយមកគឺខ្មៅពីមុខទៀតហ្នឹងរត់តែភ័យដល់ហើយវាមែនតែនទៅមកដល់ធាក់ឡងមែនតែនមកបាយជាចិត្ត1ម៉ោងធាក់អត់ធំធាក់យកមកទំហឹងមានប្រមាណកម្លាំងមានប្រមាណធាក់ឲ្យទាំងអស់ហ្នឹងធាក់មកដល់ម្ដុំស្ដៅតែអត់ដល់ស្ដៅព្រាទេគាត់ថានៅក្បែរស្ដៅហ្នឹងបើសម្រាប់បន្តិចសិនទៅសម្រាប់ទៅភ័យតើមើលឃើញប្លង់ជាដាក់ដូរសភាពក៏ជិះកង់មកឈប់នៅមុខលោសភាពហ្នឹងទៅហត់ពេលនោះទៅដឹងថាហត់ដកអស់ហើយចង់ដល់ទៅហត់គឺគួយទៅបាត់ចុកដៃចុកជើងបន្តិចបើទីនឹងសមហូបមួយទិញមកហូបភ័យហើយអាសល់យើងហូបបានតាក់កដាសល់តាក់កដាទៀតរហូបគាត់តែយើងលើកចុកមកមាត់ហ្នឹងគាត់លើកចុកមកមាត់ហ្នឹងអានំវាកាច់ទៅមកជាភៀងទៀតកាច់ទៅចាក់ទៅមុខយើងហ្មងកាច់ធ្លាក់ទៅព្រោះនៅក្បាលក្រោមភៀមដូរសុខភាពដល់អញ្ចឹងមានអារម្មណ៍ថាពឺសបោខ្ញាក់ចុំអីនំកាន់ជាប់តើមានបានទៅល្អដៃល្អអីណាវាមិនមែនដូចយើងកាន់តលលាក់ឡាយអត់អីកាន់ទុកមកក៏ធ្លាក់មានអារម្មណ៍ដល់ភ័យហើយក៏តែអញនៅបានទៀតទេទៅហើយអត់មានមកនៅជាមួយទេក៏ចោលហ្នឹងទៅក៏ជីកទៅមុខបន្តទៅទៀតទៅដល់ជីកទៅដល់មុខហ្នឹងបានចូលដល់ចំស្ដៅយកមែនតែនដល់ពេលចំស្ដៅយកមែនតែនគូពីស្ដៅបន្តិចគូពីផ្សារស្ដៅបន្តិចមានអាផ្លូវមួយឡើងទៅបដាអាផ្លូវហ្នឹងបុកឡើងទៅអូ75ហ្នឹងតែផ្លូវអូ75ហ្នឹងឥឡូវហ្នឹងគេធ្វើស្អាតដល់ឥឡូវវាធ្វើមានថ្នល់កស៊ូមានអីអត់ដូចពីមុនទេលើអាកាលអត់មានទៅមួយពុនអានោះមិនវេទនាវេទនាមកតំហឹងមនុស្សចាស់ហ្មងមិនលំទេនៅអត់មានមកដល់ស្ដៅហួសពីស្ដៅដល់មកបន្តិចមួយដែលគួរឲ្យភ្ញាក់គឺភ្ញាក់អាហ្នឹងជាសាហាវភ្ញាក់អត់មានស្រែកឡើងចង់ដាច់កំពង់កពុំមកទុំមកពីមុខថាស្រែកដល់ពេលយើងអាភ្លើងឡានវាជិះមកពីក្រោយដល់ជីបាំងពុបទៅបានមើលទៅថាអូទិញម៉ូអាចោងងក់ពណ៌ណាយកទិញម៉ូមកដាក់នៅនឹងឲ្យខ្មៅស្ទុំឲ្យមានរូបប៉ុណ្ណាណៃអត់មានភ័យនឹងអាទិញម៉ូគេហ្នឹងចង់រៀកអាចរៀកនំម្ដងទៅនេះមិនមែនខ្មោចលោកនេះភ័យខ្លួនឯងវាភ័យមកពីនោះមកវាឃើញអញ្ចឹងអារម្មណ៍យើងបងប្អូនដល់ជីយប់ម្នាក់ឯងហើយអត់ភ្លើងអត់អីទៀតនៅមានអារម្មណ៍ថាភ័យមិនភ័យលេងបងប្អូនភ័យយល់មកកំហឹងមនុស្សចាស់ហ្មងនៅបាំងអាភ្លើងឡានវាចាំងចុះដឹងថារូបទីងម៉ូបានជីអាពេលជីហួរឆ្លៀតងាកមកក្រោយមើលទៀតព្រោះវាមិនអស់ចិត្តដល់យ៉ាងជីទៅមុខតិចទៀតដូចអាការបុកគ្នានៅចុះពីក្នុងមកបុកគ្នាហ្នឹងដូចគ្នាចឹងអេដមីនគាត់ណាធាក់កង់ទៅមុខបន្តិចមុខដូចគ្នាចឹងបុកម៉ាំងដួលព្រុសដួលទាំងអេដមីនដួលទាំងអ៊ំស្រីដែលគាត់ដើរកាត់ហ្នឹងហើយអ៊ំស្រីហ្នឹងពោចៅទៀតគាត់ស្រែកជេរអេដមីនដូចគ្នាចឹងគេជេរអាងាប់ឯងជីអត់មើលទេអីឯងខ្វាក់មេឃអីក៏លើកដៃសុំទោសគាត់អ៊ំអើយខ្ញុំសុំទោសអ៊ំខ្ញុំសុំទោសខ្ញុំអត់ភ្លើងអ៊ំខ្ញុំមើលវាអត់ធ្វើខ្ញុំចង់អត់ដឹងថាអ៊ំដើរឡើងមកហើយអ៊ំដើរមកអត់មានភ្លើងដែរខ្ញុំអត់មានចេតនាទេអ៊ំអើយខ្ញុំសុំទោសអ៊ំខ្ញុំទៅជួយលើកពាត់អីគាត់ណាហើយខ្លួនគាត់ឡើងទៅជាស្រេបហើយគាត់ទៅអល់មុខខ្ញុំហើយធ្វើមុខលោកកាញហើយខ្ញុំក៏មានអារម្មណ៍ថាភ័យដែរណាឃើញមុខចឹងហើយខ្លាចលោកគាត់ខឹងយើងគាត់ឲ្យយកបងវិញបងកាក់អីចឹងណា
ông vốn nó cười là chỉ con bọc quạt mình vào thằng nạn nó tới vào thà việc đua lại dân tao về cái lập đại lập chơi ngay nó tay hay đắng giờ ngày xối không đắng vào bị cái bọc xa mà nói đấy bọc xa thiệt người ta tuôn qua từ chợ men mong bồn chợ free mong rồi nhiều thà về riêng tao về là nghĩa rồi còn về riêng tao về từ chợ hai chia việc mình chậm lại thì ta về từ chợ men chui lơ qua đấy còn nó từ chê dùng hai bên cái tòm na tờ một tờ mông tới đó nó về riêng riêng này riêng riêng về nó mẹ làm tha sờ bài chặt tay giờ cô ấy riêng riêng tới về ở sơ là nghiêng về ở sơ là nghiêng mấy người tay về thư chó mà hư nó rất là chẹ cho tiền á mặc chẹ mình thòm mà đa thế về anh đang về là nghiêng lơ đa về tiếng nó tiếng về sơ miệng chó này đó là ní về ắt riêng tại vì chó là chó thì chẹ tiền đó là hai con ơi còn đang đây na này hóng dây mà mát đôi khô tại chó con tổ rồi nếu bà hai chim chủ tại admin còn nắng rồi co bây mà từ đó này chủ tái cũng đắng bây giờ admin thạ du tâu mẹ đó là từ nắng kia đôi chứ đôi du đó tăng tâu thạ bắt tâu mục tê thạ tâu mục tê việc tăng mình tên sao bà admin nghiệm mà có khoai mày ơi nông côi cái khỏi con hay thơ một lần phâm hay sao đã dừng nhạc nên tô bịa mò nắng miền thế admin rút cho con đã con nắng rung cùng lẹ cho đâu rút một đó lấy tôm thì chan sai nóng mà ở chỗ tao tôm nắng chỗ tôm miền lớn thì ăn vào nơi nào chẳng có sai xu kia tại bong bong ấy bong miền đạn nào thế bong có admin là lại đây bàn tay miền phượng chẳng hay admin mơ tầm mốc của việc admin khơi phượng ấy chẳng có sập chất than nào nắng chứ rồi kết thà trực tiếp hai chợ miền kê miền ấy cái đà mau đủ của một chạc cái máu của cái đợt phượng nghiệp bà phượng nghiệp tập bài phượng chào chẳng thế kịp bà có chuyện máu ấy ngôi cham bong bong ngôi cham khơi miền tây nam nào thì hay admin có hiện bỏ thì vô con mình này căng tộc chào này admin nó hiện tao na thì nông cùi nông hô lái lụa mà phèn nhẹ làm mà vinh bực đỏ bực trong thầy luôn là ô bắt con này ông vô này nhẹ mà vinh đi mẹ nông tôm ấy nông cô nào cái cắt cho nông cái bài flow cái tàu xài nó nồng nắng bây giờ người tao anh ấy việc khu pi vì say để giờ chứa giờ bây giờ sẽ đạp mơ tao cái hạ bây đôi chia đạp pu tại hai pi bộ ấy bây giờ đây đập trong tôm giật sóc xà bập nhẹ máu mà nấu lơ cổ nấu để đặt đầy cái đầy lơ cổ nấu anh ấy riêng này bọc ô đạp vào trà na bộ ấy riêng khác bọc ôn ai là chụp được nhóm riêng khác và hai chuyện mình chụp tê bộ ấy ở đây chụp hai chuyện màu bị riêng xây đã rồi còn mấy rồi còn màu bị mạ còn trap đá ở tháng bây giờ bột nạ con tê còn ai là tờ bột nạ ai và hai chuyện mạ còn đăng như ấy môn pro đăng kẹt ấy môn pro ấy mà bị chá lục giấy tha đủ tiền mà đại khá đó thầm mà đại khá chấp biệt chán sao khó tê nào chẳng admin ngồi ăn rồi ngồi tưng rồi tới quạt như là tha quạt lên phọt lên ấy tao sau một bàn tộc tơ và là hai admin to sầm rải chặt màu tơ rồi về bài chặt màu nó chùm chẳng à hai con hot bắt đấy bằng bồn nhẹ hot bắt tê con nâu cái này đài rồi cái đùa dùng mình nâu tận ná cứ nâu tận năng hot tàu na chào hết cho bên na vô đây đó hai admin có đa bỏ ta khỏi nữa thì vô con với nhắn có chi màu to màu tiệt ra chi màu bực chi họ đào bát tờ bóng và hai chỉ màu đọc chụp bài hàn lộp ấy rồi ấy mà anh ta đào té gặp là cả lại pôn su đó bởi dù mấy bài tham màu pin sao mấy nhây nhưng ở đó chỉ tạm lâu tao về miền Pành Hà thì tôi chẳng ai bong màu toàn nó bật lại một lại chẹt màu có ăn để ấy tiệt tiền còn cả thà hơn chẳng có cho mấy mà hồi tầm ấy tao hay tây đường hành tình ấy giờ tao bật kèn lốp nhưng tôi đi tầm ngàn ấy hai giờ tao có tiền lô bao giờ tao bật kèn lốp có miền tây đi ca tha xong hay ngốn ngày một ngày tiền ấy nòm dùng sấy máu mình ai có liệt phải ở sát bàn tây tớ lên liệt màu tôi về để dễ chứ là tầm xăm này tê ở có liệt phải sát mà là bên nó ăn miếng cô xua luôn lom chắc trong ông sấy mùi nào còn án nơi mau tập tin nhận tại đây một bồn hiện tại là thế ở miền ông sấy na mau cho mùi thế lâu có miền tại đây cả tháng này ông sấy đành coi chết nè về nó ăn miếng hiệt luôn nhá trong mây còn ai mau tập tin nè thế cho miền ông sấy mau na mùi chết và là hai lâu có chẳng gặp ấy thế nhung chẳng nhung anh bạc kèn tây tiền tư hay ở tây bồn tư sao lại kịp kho tao là hai vua tây giờ thổ ấy xây ấy nó như cái bạc kèn song tao bạc kèn lụi đó có ta mô tình nghĩa ấy sát trục bạc giang ấy căng thế đây là lục sốt chập ấy chắc
nhóm có giang kênh nam cào từ giang kênh tam cào tới có trôi tật trộn ấy tới có tăng chật ở từ than số một bồn cái so là chưa mà bữa ní số nẹt đại một tam cho mẹ thì ông say đấy nên ai chui đàn mô tận bồn mà cho man bữa ní hai số mình thì mỗi bồn lọc trong hai số một bàn nơi sẽ có đây sắp hay rồi chặt bọc trong bật na nào sầm bật na đưa của bật na nó vậy nó xôm oi bồn ní sân rai tam mình nó bật na chứ cái đại dây hai nhóm qua của bu của bồn nâng tao tia mày không ấy mà bùa tia còn nó chật năng lại tao bùa hiện từ đó là cả đào tía mạng nhóm nó có quạt xua mạng mây cặp to xua tha trông anh là nó ngon tao long vào lên này để bẹ sạch bà đó nè nhóm bị đẹp đây một cuốn mơ mục nè mạng nhóm nó miên màu nè mà nè đa màu cho mối nè sạch đó nè để cái nông mình tao long này là cái cho nhóm bị đẹp một cuốn có mơ mục nè tao mơ mục nè ổn giờ nó chọt rồi đấy ổn nè nhóm còn vậy môi mạng nè ở tới mạng và hai chị mạng trượt này nhóm mò tập pin nhá bột vào nhóm tê sạp về nó này nhóm còn bảo bàn tay tranh con có đây là và chỉ mò bị anh bẹ bàn tay còn mơ khởi dậy bay nè và bọt bẹ bàn tay với máy sẽ chu bàn tay chu cái sáng vậy nhưng tới giờ bẹ bàn tiếp có thà khởi khởi nhóm pin nèต่อจังเตอร์เป็นยมเลยเคยโลขนมเจ้าแท้เจอเมียเดือมันออกกาดลางไงก็รวยกว่าอะไรรอหายก็แบบมิ้นเตอสมวอดโลกสนะมายุบให้สมหอยปปนนั้นมามวยหมากออกเกสันหมากบอดกันให้ย้อมสมกลายดาวสมกลายแต่ดาวบอดสมกลายโลกสนะมายุบให้สมกลายสแกนเตอกลายด่าตูก็ตายไปดอนั้นก็สมกลายโลกสนะนั่งมายุบไปสมกลายโลกสนะนั่งมายุบหายก็จับดามพิวเนียทอจังเตอจับดามพิวเนียทอโซดไอ้จังเตอพวกแอดมินนั้นเจทอเจไอ้นั้นกูซ้อมได้น่ะทอโซดมนบอฟซองจังประมาณเราไปจมเพียนหนาวแดดเนาะแอดมินเจซองแบบเปียกระดาน้องมันเหียบถ่ายแจ้งตัวอ๋อได้พวกไอ้เมย์เขาหายเป็นออเทรียนน่าละหายก็จับดามพิวเนียโซดมาสตูมาสับคงกันไว้กามเลยนั่นคงกันหลังชั่วน่าละเป็นทงกันชั่วเป็นประตูจังหายอันมิ้งกันนะดอกบอลตัวสาวปิดง่ายแต่บ้านตึกบอลเอาเนอะนะแต่บ้านเราตึกบอลเอาเกตเต้ก็นักเคยนะไปหาเชียร์เกมมันเธอตบบกมาในไอเต้หัวไอบอลตัวสาวกับบ้านเราตึกพาลอยให้นั่นละเป็นเคยจำรานทอเคยจำรานเพียวเนียยังเท่แล้วดอกบันทุ่งลันก็โอบนั่นเต้ฉันก็โอบนั่นก็เวียตลอดตะเวนเต้บัดเต้ไปเต้ฮะนะเราไปบ้านเจ้าก็เคยมีนเคยทำเองวอดน้องปีเนี้ยมาสู้cho mấy mà sầm rạ nữa rồi hãy em biến cái trai ta ban ôn xong xong đầu sầm rạ là này mày dùng phải chiêm đào mày giúp tới ba dịp bẹt cái này giúp bẹt nó thôi với nhân là còn trong sống thầm ra bộ ấy cái nấu tiền nó miền bò miền ấy mà lê tiền phải chẳng ít có phải biệt là chẳng tư tham gia bật nó miền địa tròn ha không mọi lộn đi rồi một bàn chẳng tới tìm muối nó khơi ha bờ sân thì dưa nó cùi cái lạnh xén cho tao khai chỉ kem ở dân sọc đây chẳng miền ta cái lại đã cái trai phải đọ là muối cái trai phải đọ đấy cứ rapodeka bằng bay mở buồn pon và thao mặc khăn non nắng hay môn rồi có kia tha rồi có bẹt và rồi có ở thả cái tha ấy xem non nắng nói chẳng hái vào cực tham rapodeka miền tây vật đá thay là xa và trai bị đọ vọt aram ấy miền tây vật đá thay là xa chẳng lầnนี้จะบ้าจะmiền tây vật đá không cong ngay chẳng miền ta pưng bà ra mây nè thay là xa non nắng tây vật đá non nắng tư hay là pưng ta lời an phiệp nàyประพองปึงเลยอนุภาพในบนได้เยอะมันซ้อมนพองพอจำราในตาไอ้ยังเตอก่ออดเมียนเคยกะเรื่องไอ้ปาปมอกลปะเทาไว้เดียนคืออเตให้เมียเรามาทุ่มเพิ่นช่วยพี่ยังเตอตัวบัดปีนังแปะกระดาษยบก็ลงลุมาสเลตเตอไปได้ลงลุมาสเลตนะแปะกระดาษยบไปโยสอบเคยอาตตะเพียบไปเยิงดูกองรถเหรอไปได้เยิงก็เลยเงี้ยกรอยเตออย่าเคยchỉ là con bị khôi à hay chỉ bị con có sẽ có đi sai đại dương là nhanh hay rốt trong ếch sợ bây giờ sao nó nhẹ cái phay nhẹ sải pin năng pa lột rốt mà mơ và pe lột rốt mà mơ suy thật khát ấy nhôm cả đây phải nó có cặp tù lột bên nhà ọt miền ấy tên lồng chạc trong cái này giờ sập mình sẽ o chứ phải saoแต่phải chơi màu bên trong cái này phơi đầm nọ hot vậy chẳng tới có mình như ta riêng cài về sâu sâu để ta vô sạp cọ lô có ta o cháu nhóm thằng nào lỗ có môn tàu vinh tư đó là môn tàu vinh cái chập đam chư nôm cho tàu nôm khom ta đo của tục tức hay của tục tức nắng nào
ចិត្តគាត់នឹងដែរទេនៅជិតកន្លែងដាក់តែបែបនឹងដែរទេហើយកន្លែងដាក់បត្រៃដាក់នៅខាងលើសាលាបល័យដែលលោករៀននៅខាងក្រោមបន្ទប់ទឹកនៅជាងហៀងបងប្អូនហើយដល់បន្ទប់ទឹកហ្នឹងខ្មោចស្បឹងប៉ុណ្ណាណីadmin ញាក់ភ័យរត់បកមកក្រោយមកបុកអាស័យលោកដាក់ហាលស្បងម៉ាំងអុកលត់ទឺឡងតោងចាំប៉ុណ្ណាណីដល់ស្រាប់នេះស្មោខ្មៅដើរមកគៀកកាន់មកគៀកទៅ admin ភ័យហើយមានជក់បរិយទៀតស្រាប់ដើរមកចិត្តមកភ្លើងទៀតដាក់ភ្លឺក្នុងវត្តចាំងចំមកមិនដឹងថាលោកមកនោមដែរហើយញោមចេះតែចឹងភ័យអាត្មាមកដោះសាន់ទៅភ័យអស់បលឹងអាលីងអូយលោកម្ចាស់ហើយខ្មៅល្អម្លេះកណានេះភ័យចង់ងាប់ហើយលោកម្ចាស់អត់មានមាត់អីប្រមាត់ហើយកណានេះចង់លុបលឹងហើយខ្ញុំណាពេលថ្ងៃហ្នឹងក៏ភ័យផងអីផងជីពីយប់ម្សិលមិញហ្នឹងពេលយប់មកកណាធ្វើដំណើរមកតាមផ្លូវនោះចូលគ្រឿងឡែកកណានៅជើងកណាភ័យអូខ្ញុំអីទៅនៅក្នុងវត្តទៅភ័យអីមិនបាច់ភ័យទេទៅហើយខ្ញុំអីឡើងទៅសម្រាប់លើវិញទៅកណាលើកដៃណាស់ឲ្យគុំលាលើកដៃស្ពះលោកហ្នឹងទៅក៏ឡើងទៅលើវិញសាប់ឡើងទៅតាំងចូលទៅក្នុងផ្ទះចូលទៅយើងអាលាវហើយនោះអាលាវហើយក៏ចិត្តតែដេកលក់ហើយណាសាប់ឲ្យលោកគូសក្រឹកតែមកបាបមើលអត់ឃើញអីទេលោកក៏បិទភ្លើងសឹងអស់ហើយអត់មានណាគេទេហើយបិទទ្វារក៏ចូលទៅសម្រាប់វិញដេកចិត្តលក់ទៀតលាវមកគោះទៀតទៀតក្រឹកអាឃ្វាដៃយើងណាក្រឹកអត់តែអត់លើខ្លាំងទេទៅហ្នឹងដាច់ចិត្តទៅថាមិនក៏មិនបើកភ្លើងអត់បើកទ្វារខ្វាក់មកអូបងប្អូនអាចចកេះភើងហ្មងឆ្មាទៅគោះទ្វារហ្នឹងដល់ឲ្យរត់ពួនវាអត់ផុតវាចូលក្នុងបាតលោកចូលនៅសល់គូតនៅវាក្រោយហើយ admin ណាភ័យឲ្យចង់ងាប់2ដងមួយយប់ដល់ហើយមានដេកលក់ស្អីអង្គុយទល់ភ្លឺព្រឹកឡើងភ្នែកមមីក៏នឹកឃើញថាបើយ៉ាងនេះទៀតប្រហែលជាមិនរស់ទេមកទៅថាមកដេកវត្តឲ្យបានសុខផ្អើលនឹងលោកផងផ្អើលឆ្មានោះផងគិតទៅជីវិតហ្នឹងឲ្យវាសោយមិនស្រួលងាប់ភាសានឹងភ័យហ្នឹងក៏មិនដឹងតែយ៉ាងនេះទៅដល់ផ្ទះវិញទៅដល់ផ្ទះសម្រាប់សម្រាប់បានប្រហែលជាម៉ោង3នេះញាក់ដល់ម៉ោង3នេះញាក់នាំប្រពន្ធហើយនៅម្ដាយនាំគាត់ទៅលេងនៅក្រុងគេទៅដល់ក្រុងទៅដល់បាត់ដំបងទៅលេងម្ដុំសួនសោខេងម្ដុំសួនតាមមាត់ស្ទឹងហ្នឹងតែនាំគាត់ដើរលេងនៅជីកលេងហ្នឹងទៅចូលរមាក់កង់3ខ្មែរហ្នឹងដាក់មករមាក់ហ្នឹងទៅសាប់ទៅម៉ាក់គាត់ថាម៉ាក់ចូលចង់នៅយូរម៉ាក់ទៅផ្ទះព្រោះគាត់ឯងញ៉ាំនេះទៅពីអ្នកប្តីពុននៅលេងហ្នឹងទៅម៉ាក់តមុនតែពេលគាត់តមុនបាត់នៅសល់ខ្ញុំពីអ្នកប្តីពុនហើយខ្ញុំដើរលេងធម្មតាទៅដល់ម៉ោងប្រហែលជា10យប់ប្រពន្ធគេពោលទៅផ្ទះវិញថាបងទៅផ្ទះវិញយើងខ្ញុំក៏ថាទៅអូនចាំបន្តិចទៅហើយអង្គុយលេងបន្ទុះទៅចាំតែដល់យើងអង្គុយលេងបន្ទុះមួយគាត់ហ្នឹងសពមកពេជ្រហ្នឹងម្ដុំយើងស្ពានដែកមិនស្ពានដែកយ៉ាងស្ពានថ្មហ្នឹងឯងនៅម្ដុំចិត្តវត្តសង្កែទៅមុខវត្តសង្កែនៅខាងត្បូងវត្តសង្កែបន្តិចហ្នឹងស្ពានតូចណាបងប្អូនហើយនិយាយមួយម៉ាត់ផោទៅចុះឡងស្បឹងអង្គុយនៅលើអាប្រកាន់ដៃយើងកាន់ដើរលេងឬក៏គេថាត្រោបអង្គុយឈរលេងអីណានៅស្បឹងយកទាញប្រពន្ធឲ្យមើលតែថាប្រពន្ធមើលថាអូនមនុស្សអង្គុយឬក៏ស្អីគេអង្គុយនៅលើដៃស្ពានប្រពន្ធថាអត់មានឃើញមកថាអត់ឃើញ admin ចាប់ដើមភ័យចាំអត់ឃើញហើយទៅឃើញតែ admin ម្នាក់ឯងហើយអាគេដើរចុះឡើងនោះអត់ឃើញ admin ម្នាក់ឯងងាកមុខមកបងប្អូនហើយដូចគ្នាអាការដែលវាទុំពីកង់ពីក្រោយហ្នឹងណាមុខដូចគ្នាអញ្ចឹង admin ខូនស្រែកឡើងផ្អើលគេហើយគេរត់មកសួរ admin ណាថៃបងថៃកាត់អីបងកាត់អី admin ឆ្លើយទៅពួកគាត់ណាអូបងមិញបន្លែងលេងមួយប្រពន្ធកាន់នំមកទៅវាធ្លាក់ត្រូវជើងហ្មងអញ្ចឹងទៅវាឈឺស្រែកបងអូយបងឯងស្រែកដល់ហើយបងស្រែកឡើងផ្អើលខ្ញុំខំរត់មើលស្មានតែមានរឿងអីដល់ហើយងើបមកវិញទៅស្លឹងឆ្វេងច្រឡំស្ដាំក៏អត់មានឃើញអីក៏បបួលប្រពន្ធទៅតែអត់ប្រាប់គាត់ទេពោលទៅដល់ផ្ទះក៏ដាច់ចិត្តប្រាប់គាត់ថាអូនឯងបងតាំងពីមកពីចកាមកដល់ផ្ទះយើងហ្នឹងតាំងពីព្រឹកទល់យប់ទល់ថ្ងៃហ្នឹងយប់ហ្នឹងអូនឯងមើលបោះជួខ្មោចលងពីបេដងឲ្យអូនឯងមើលនៅឯភ្នំខ្លានោះភ្នំកូននៅព្រានោះបងជីកង់មកពេលយប់ហ្នឹងបងជីបោះកណ្ដូពោះធំហើយមានកាន់ដៃក្មេងទៀតណាសាតែជេបងជេបងជីមកបន្តិចក៏បាត់សមោលឈឹងទៅម្ដងទៀតទៅម្ដងមកជីមកតាមផ្លូវអ៊ំស្រីនោះគាត់ជីកង់មួយបងដែរ
ទីកោណៃមើលជីស្ដាប់មកដល់កាចាប់ងាកទៅក្រោយបាត់គាត់ហើយបងមកតាមផ្លូវមកដល់ស្ដៅជួបទៀតអណៃមើលសាប់បងជីដេញនៅពីក្រៅកង់បងអណៃមើលងាកមុខសាយដាក់បងក្នុងថ្មិញក្នុងសល់ស្លាតឲ្យមុខលោកខ្មៅព្រីងបងភ័យរត់ចោលកង់ហើយយប់ហ្នឹងកង់អត់បានទៀតរត់ទៅដល់មុខតិចមានខ្ទមមួយនឹងវាស្រ័យគេនោះបងខំចូលទៅតែអត់មានមនុស្សនៅទេតែមានគេបើកភ្លើងក្នុងហ្នឹងឡងតិចហ្នឹងហើយបងក៏ភ័យពេកបងនឹងតណាហើយបងគិតថាហើយមានម្ចាស់គេមកហើយម្ចាស់គេមកសុំគេសម្រាប់នឹងមកយប់ដល់ពេលបងសម្រាប់ហ្នឹងអត់ឯងមើលសាប់ភ្លឺសាងស្រាងឡើងលេងមកដេកទ្រពលើគោលស្នោតអត់ឯងមើលហើយបងនិយាយថាវាចេះសំណាងល្អដែរវាអត់បាត់កង់តែបងភ័យដល់ពុនក៏មកគាត់បានប្រាប់ខ្ញុំថាអញ្ចឹងវាបងឯងទៅស្រោចទឹកស្រោចអីចឹងតែបងហើយបងឯងក្នុងឆ្នាំហ្នឹងមើលទៅដូចមិនសូវល្អសោះហើយម៉ាក់គាត់ប្រាប់បងដែរអត់ឯងមើលគាត់ថាកុំឲ្យបងមកមានគ្រោះថ្នាក់ហើយបងចេះតែទៅចេះមកអញ្ចឹងទៅពួកអីក្លែមឯងនៅម្នាក់ឯងពួកបែរណាមួយយើងវានៅមានពោះមានពងនៅម្នាក់ឯងអត់ស្រួលទេអូនខ្លាចលោកអត់ឯងជឿពោះខ្លាចអត់មានបញ្ហាអីទៅចុះឡើងព្រឹកឡើងមិនមកដល់ផ្ទះអណ្ដែលអានេះធ្វើយ៉ាងឃើញមកមុខដល់ស្លេកហើយទៅដល់វត្តអនឯងលើលោកថាញោមស្រីនេះមកឲ្យគាត់ស្លៀកពាក់ស្អាតបានអត់ហើយយើងមកតែពីរនាក់ឲ្យលោកថាមានអ្នកណាមកម្នាក់ទៀតហើយមិញហ្នឹងក្នុងស្ពានហ្នឹងក៏បងឃើញដូចមុខដូចគ្នានឹងខ្មោចមួយដែលជិះកង់ពីក្រោយបងណានៅពីក្រោយបងសាយដាក់បងមិនអានៅលើស្ពានមិញហ្នឹងសាយដាក់បងចឹងអូនហើយតែមួយទៀតបងពិតជាភ័យមែនតែននិយាយប្រាប់ដំណាដាតងគាត់សពគ្រប់បែបយ៉ាងហើយទៅបើថាចឹងមានបបឯងទៅស្រោចទឹកទៅចឹងស្អែកមានតែស្រោចទឹកហើយយើងទៅនេះទៅខាងសាលាកែតម្ដងមើលទៅសាលាកែទៅបើមិនចឹងទេទៅវត្តក្ដុលប្រសងនៅហ្នឹងល្បីថាលោកចេះស្រោចទឹកស្រោចអីបកាយស័ក្តិសិទ្ធណាចឹងមានពួកយកទៅហ្នឹងនិយាយមួយពុនហើយពុនគាត់និយាយរួចរាល់អីតែចឹងក៏បានដែរអូនដល់ពេលហើយជប់ម៉ោងប្រហែលជា2ភ្លឺហ្នឹងឯងម៉ោង2ភ្លឺហ្នឹងសាប់តែមានគេចាក់មីក្រូខ្មោចស្លាប់នៅចិត្តហ្នឹងគេចាក់មីក្រូខ្មោចលវើយចឹងទៅក៏ស្ដាប់លឺដឹងខ្លួនទាញទូរស័ព្ទមកមើលម៉ោង2ជាងមិនថាចុះមិនខ្វាយងត់ចាក់មីក្រូទៅកដាយកអញ្ចឹងតែទៅម៉ោង2ចាំម៉ោង5ចាំអីទៅចាក់អត់ទេដល់ហើយអេដមីនដើរទៅក្នុងបន្ទប់ទឹកដើរទៅរោចូលបន្ទប់ទឹកហ្នឹងបាទក្លើមវាខៅទៅរោដើរចូលពឹបដាក់ភ្នែកទៅវាឃើញអាសមោខ្មៅអាក្បាលដូចក្បាលលោបមើលអញ្ចឹងក្នុងបន្ទប់ទឹកណាវាលុបចូលទៅវិញបើលុបចូលទៅវិញអេដមីនមានអារម្មណ៍ថាភ័យមានហ៊ានទៅនេះណាមានហ៊ានចង់ចូលទុកទឹកទេដើរលោបឃើញថាទីប៉ាំងតនៅអាក្បាលជ្រុំខ្ញុំកាន់លោបចូលទៅហើយទៅដល់ចិត្តកងតាក់ភ្លើងមានយកដាច់ចុចស្អីយកក្បត់ចុចស្នាងល្អវាអត់ប៉ះគ្រីភ្លើងថាពេលទៅចង់មកបាត់តយកចុចមកភ្លុបមកវាអត់មានឃើញអីទេអត់មើលឃើញអីទេយើងមកហើយអត់ហ៊ានបិទភ្លើងទេទុកភ្លើងទុកទឹកបិទភ្លើងក្រៅដល់ពេលហើយយើងគិតថាវាលេងអីណាក៏ចូលមកសម្រាប់ដល់សម្រាប់អនុសោះថ្លង់អាមេក្រូវិជ្ជបុនសតហ្នឹងធ្វើអេដមីមានអារម្មណ៍ថារត់អស់កម្លាំងហើយល្វើយយកតែមែនតែនអស់កម្លាំងលះលហើយពេញខ្លួនពេញប្រាណអស់ហើយក៏អង្គុយឆ្កក់ងើបអង្គុយចឹងទៅងើបអង្គុយមិនដឹងថាអេដមីវាល្វើយពេកល្វើវាឬក៏មិនអីមិនទេសាប់អាពេលហ្នឹងដាក់ត្រេតខ្លួនទៅលើខ្នើយទៅមកលេតហ្នឹងមកពេញហ្នឹងសមោខ្មៅវាលើឡើងធំសង្កត់យើងមកអត់ឲ្យយើងលើរួចទេទោះបីស្រែកខំបារះយកជើងនោះទៅគៀវប្រពន្ធមានភ្ញាក់ណាអត់គៀវឲ្យគេភ្ញាក់ឲ្យគេស្រែកឲ្យគេជួយតែមាត់យើងស្រែកអត់រួចទេដូចអាណាគេយកអីមកញុកមាត់យើងស្រែកអត់រួចទេខំប្រងស្រែកតែស្រែកអត់រួចទេពេលហ្នឹងឲ្យបិទន័យថាវាគ្រាន់តែជាសម័យបាត់ន័យឡើងនោះដែររើអត់រួចខំប្រងមិនបារះមិនក៏អត់រួចដែរនោះនឹងស្កល់នោះរើអត់រួចរួចរកបាយញូស្រាក់ហ្មងប្រងបាយញូហ្មងបាយញូប្រងយកតែមែនទែនក្រូបារះផងអីផងដល់ហើយវាអស់ជំរើសរើមិនរួចจะបិទនៃសម្រួលអារម្មណ៍សម្រួលក៏ចាប់ផ្ដើមនឹកថាធរនៅគាថាព្រះឧបគុតនៅកន្លងក៏សូត្រគាថាព្រះឧបគុតគាត់ចាប់ផ្ដើមសូត្របាន2 3ឃ្លាអាសមោខ្មានៅពីលើយើងណាវារលាយបាត់ឈឹងមកពេជ្រហ្នឹងតមកពេជ្រហ្នឹងដល់ពេលក្រោកបានមកដង្ហក់ហើយអាកក៏ឈឺដែរតែស្រែកអត់លឺទេបងប្អូនគិតទៅប្រហែលជាបងប្អូនខ្លះឬក៏បងពូមីងខ្លះប្រហែលជាធ្លាប់ខ្មោចសកត់មកទៅហើយអារម្មណ៍ពេលហ្នឹងគឺរើអត់រួចមែនហើយបើវិទ្យាសាស្ត្រគេថាយើងបែបស្ពឹកដៃស្ពឹកជើងឬក៏យ៉ាងម៉េចខ្ញុំមិនដឹងគេទេគ្រាន់តែបើសម្រាប់យើងអ្នកឃើញតបចេះហើយនឹងបងប្អូនប្រិយមិត្តអ្នកដែលធ្លាប់ជួបប្រទះរឿងចឹង
ប្រហែលជាអាចនឹងយល់អារម្មណ៍មួយហ្នឹងពួកអីខ្មោចសកត់នេះស្រែកអត់រួចមែនបងប្អូនពិតជាស្រែកអត់រួចមែនហើយនេះជាអារម្មណ៍ខ្មោចសកត់ហើយក៏ជាលើកទី1ដែរដល់ហើយក៏បានហើយសុគយសម្រាប់ឲ្យរឿងបាត់ហត់បន្តិចយកកសែចលក់ទឹកមកជូតខ្លួនជូតអីទៅជិលមួយទឹកជូតឲ្យស្រស់ខ្លួនបន្តិចជូតឲ្យវាបាត់បែកញើអីហ្នឹងជូតឲ្យវាឲ្យក៏វាស្អិតខ្លួនណាជូតហើយក៏អង្គុយតែចិត្តភ្លឺហើយអង្គុយទៅអត់ហ៊ានដេកទៅវិញអង្គុយងោកហ្នឹងទៅនៅទូគឺទ្រុលភ្លឺក៏ឡើងផ្នែកនៅអ៊ីវណាស់ហើយប្រពន្ធគាត់ក្រោកមកឃើញខ្ញុំអង្គុយងោកអូក៏សួរចាំមិនបងឯងមកអង្គុយអីចុងក្រែហ្នឹងអញព្រមដេកព្រមគូនអីទេខ្ញុំច្រែងអូនឲ្យដេកលក់សារយកមិញហ្នឹងវាអានេះពេកគេអត់សូវស្រួលខ្លួនក្រាបគាត់ចឹងទៅក៏មកក្រាបតាខ្មោចថាអីខ្លាចដល់គាត់ជាតែភ័យខ្លាចបន្ថែមណាហើយណាមួយគាត់ពោះធំផងបើយើងក្រាបអញ្ចឹងអត់កើតទេចឹងមានតាលាក់គាត់ថាទៅជួបប៉ុណ្ណាហើយចឹងទៅពទៅវត្តក្តៅនាំអ្នកទៅវត្តក្តៅស្រោចទឹកហើយអត់មានលុយទេទៅដល់សុំម៉ែក្មេង 100000 ណាសុំ 100000 សិនណោចាំកូនរលុយបានកូនជូតម៉ាក់វិញសងម៉ាក់វិញបាន 100000 តែទៅដល់គាត់ដូចជាលោកគូសគីហ្នឹងអីហ្នឹងនៅកន្លែងហ្នឹងគេមានបរិស័ទមានអីច្រើនដល់ហើយទៅដល់កន្លែងលោកថាចំខ្ញុំមកហើយឆ្ងល់ចំបណ្ណាមានតែមកពីកានទៅមកលោកដំបងចាហើយខ្ញុំផ្សេងអីគេរួចកិច្ចរួចអីអស់ទៅក៏គេទៅហើយទៅលោកក៏ប្រាប់ថាឥឡូវខ្ញុំស្រីទៅចាំក្រៅសិនទៅនិយាយមួយខ្ញុំប្រុសណាស់តិចទៅលោកមើលមុខហើយលោកក៏អត់និយាយអីច្រើនទេលោកនិយាយទឹកមុនប្រុសមានអារម្មណ៍ថាក្បាលខ្ញុំរាវស្រឡះជាងមុនហើយមានអារម្មណ៍ថាវាដូចជាអត់មានវាថាវាអត់ដូចមុនវាអត់មុនតាន់ដូចត្រេះដូចយងផឹកស្រាសបងសល់ហាយគូណូឈូណូងុំពេញក៏បានដល់ហើយលោកប្រោះទឹកអីតិចមកធូលោកក៏ស្រឡឹងទៅគៀនមិនដឹងលោកស្រឡឹងមកខ្ញុំលោកស្រឡឹងទៅកណាទេប៉ុន្តែការផ្នែកដែលលោកស្រឡឹងមកហ្នឹងលោកមើលមកខ្ញុំប៉ុន្តែដូចជាមិនមែនខ្ញុំទេដូចជាមើលអ្នកនៅក្បែរខ្លួនខ្ញុំចឹងលោកមកស្រឡឹងហ៊ុនទូបលោកក៏បិទភ្នែកទៅលោកបិទភ្នែករួចហើយបើកមកវិញលោកក៏ថាខ្ញុំឯងជិះកង់យកមិញជន់សំណែនរបស់គេដាក់សែនខ្ញុំហើយគេមកតាមខ្ញុំឯងសំណែនគេដាក់សែនតាមផ្លូវខ្ញុំឯងជិះកង់ជន់មកគេលោកគេមកតាមហើយខ្ញុំឯងរៀបចំឲ្យគេវិញទៅខ្ញុំបណ្ណារៀបចំមិនកើតទេលោកម្ចាស់ពួកឯងដោយសារខ្ញុំបណ្ណានឹងរៀងខើចថវិកាដែរខ្ញុំបណ្ណាមកនេះសុំលុយម៉ាក់ 100000 មកហើយត្រូវការធ្វើកិច្ចអីផ្សេងឬក៏ត្រូវប្រកេនមកចាយ4ដល់សងដល់លោកគ្រូអីជាដើមខ្ញុំទៅហើយលោកថាកិច្ចហ្នឹងអត់អស់ច្រើនទេខ្ញុំឯងធ្វើតាមអាត្មាទៅដល់ផ្ទះវិញរៀបបាយសបាយក្រហមមកដល់លោកមានតរៈកាយអញ្ចឹងមកខ្ញុំក៏នឹកឃើញថាចំបាយសបាយក្រហមបាយសបាយក្រហមក៏ទូលលោកវិញថាខ្ញុំមិនអាចចេះធ្វើបាយសបាយក្រហមដែលបត់តុងជែកមានតុងជ័យមានអីហ្នឹងណាកាត់ជែកតូចអីអាហ្នឹងខ្ញុំមិនអាចចេះធ្វើលោកចាស់មិនអាចធ្វើបាយសបាយក្រហមហ្នឹងព្រោះអីខ្ញុំកណាធ្លាប់នៅជាមួយជីដូនធ្លាប់នៅជាមួយលោកតាអាចារ្យនៅវត្តអីខ្ញុំកណាធ្លាប់ឃើញគេធ្វើហើយក៏ធ្លាប់បានជួយធ្វើគេអញ្ចឹងតើអញ្ចឹងខ្ញុំកណាចេះរៀបខ្ញុំកណាចេះធ្វើអញ្ចឹងហើយរើបាយសបាយក្រហមនេះខ្ញុំកណាចេះធ្វើអត់អីទេចាត់ដល់កិច្ចដល់តៃទៀតតើខ្ញុំកណាគួរធ្វើយ៉ាងម៉េចលោកចាស់ពេលនោះលោកក៏មានតរៈការថាឥឡូវចំអៃរៀបឲ្យគេទៅតែមានខោអាវផងហើយកៅអៅហ្នឹងបើដាក់អញ្ចឹងវាមិនបានដល់គេទេអញ្ចឹងខ្ញុំទិញជាកៅអៅជូនដូនជីហើយក៏ទិញផលឲ្យគេទៅផងទៅមានទិញផលឲ្យគេទៅហើយសុំកម្មាទោសគេផងទៅព្រោះអីយើងជីយប់អញ្ចឹងយើងមើលមិនឃើញហើយខ្ញុំឯងជីមកហ្នឹងមិនគួរថាអត់ដាក់ភ្លើងទេលោកដឹងថាយើងអត់ដាក់ភ្លើងទៀតដឹងថាយើងជីកង់មកទៀតតើបានប្រាប់លោកថាយើងជីអីមកទេហើយក៏មិនទាន់បានប្រាប់ថាយើងជីកង់អត់ភ្លើងដែរតែលោកដឹងដល់រួចហើយទទួលកិច្ចពីលោកមកប៉ុណ្ណឹងទទួលកិច្ចមកក៏រៀបចំធ្វើទៅហើយក៏មានទិញសពុតអាវអីជូនចាស់អញ្ចឹងទៅជូនដូនជីជូនអីអញ្ចឹងទៅហើយក៏បានទិញជាសពុតស្លាដកនោះទៅកេនប្រសាងមួយដើម្បីទៅបន់ឲ្យគេដល់ធ្វើរួចអញ្ចឹងទៅក៏មានអារម្មណ៍ថាស្រឡះខ្លួនស្រឡះមុខស្រឡះមាត់អីអញ្ចឹងទៅវាអត់
វាអត់ដូចមុនចឹងអត់ន័យថាវាធូរស្រាលជាងមុនហើយវាអត់ធ្វើឲ្យយើងពិបាកនៅក្នុងខ្លួនទេហើយរើចម្លែកទៅកើតឡើងហ្នឹងក៏វាបាត់តាំងពីពេលហ្នឹងមកក្រោយមកទៀតក៏បានទៅមួយសារទៀតទៅហ្នឹងក្នុងគោលបំណងយកតែយកវត្ថុផ្សេងជាមួយនឹងភេសជ្ជៈហ្នឹងដើម្បីយកទៅប្រគេនលោកដល់ដល់ទៅអត់ជួបលោកទេទៅដល់លោកនិមន្តទៅក្រាបបាត់ទៅហើយក៏សួរប្រសងតូចនៅផងហ្នឹងហើយនឹងហោម្ចាស់អីហ្នឹងក៏លោកក៏គាត់ប្រាប់ថាលោកអត់នៅទៀតទេលោកមុនចេញទៅហើយក៏សួរថាប្រសងលោកមុនព្រះអង្គលោកមុនតាណាហោម្ចាស់ក៏ឆ្លើយថាអត់ដឹងទេមួយដឹងថាលោកមុនតាណាទេលោកក៏អត់បានប្រាប់ថាមុនតាណាដែរហើយតាំងពីស្បែកជើងតាំងពីសពោស្បង់អីដល់នេះសងទាំងអស់ហ្នឹងហើយសូម្បីតាម៉ូតូក៏លោកអត់យកទៅដែរតែមិនដឹងថាលោកត្រូវមុនទៅលេងណាឬក៏លោកទៅជិះឡានតាណាទេព្រោះអត់ដឹងទេហើយខ្ញុំតែងតែព្យាយាមមកទឹកទៅកន្លះខែអីខ្ញុំព្យាយាមមកតែអត់ដែលឃើញលោកសោះហើយសួរអ្នកនៅវត្តហ្នឹងក៏គេថាអត់ដែលឃើញលោកទេមករយៈចុងក្រោយនេះនឹងព្រះអង្គមុនតាណាបាត់ទៅមិនដែលឃើញហើយពុទ្ធបរិស័ទដែលគេមករលោកហ្នឹងក៏មកអត់ជួបខ្ញុំទៅអ្នកខ្លះក៏ទៅវិញអ្នកខ្លះនៅដេកចាំមួយថ្ងៃពីរថ្ងៃខ្ញុំទៅដល់ហើយអេដមីនមកដែលជួបចាតដងពេកអេដមីនក៏លេងមកហើយក៏បានត្រឡប់មកភ្នំពេញរួចរាល់ហើយក៏ត្រឡប់មកភ្នំពេញវិញឡើងមកភ្នំពេញឡើងមកហ្នឹងកាលមកហឹកហ្នឹងគិតថាឡើងមករកស៊ីភ្នំពេញហ្នឹងតែរកតាស៊ីអត់បានទុកមានសល់អីទៅវិញអត់មានសល់អីអាលេងបងប្អូនហើយយើងមកខុសយើងមករកខុសហើយទៅធ្វើសំណងដបងឡើយបងប្អូនហើយទៅធ្វើសំណងមកអាថ្លែនធ្វើគេបោកហើយតែឃើញថាមានជំនាញខាងកណន័យមានជំនាញខាងអីដែរក៏គួរទៅធ្វើការតាមក្រុមហ៊ុនណាមួយដែលជំនាញខាងកណន័យហ្នឹងដល់ហើយយើងក៏នឹកឃើញអញ្ចឹងថាទៅធ្វើដល់ហើយយើងថារៀបវាយ CV ដាក់ទៅធ្វើហ្នឹងសាប់ឲ្យក្រុមហ៊ុនសន្តិសុខពីទេមកក្រៅអូនអើយអញទៅណៃអត់ងាយទៅធ្វើការមួយបងគាត់កម្លាំងឥឡូវបងត្រូវការកម្លាំងអត់ឲ្យរៀបចំខ្លួនទៅរៀបចំខ្លួនទៅធ្វើសន្តិសុខបាត់ទៅហ្នឹងហើយបងប្អូនទាំងអស់គ្នាហើយតើតើនឹងរឿងរ៉ាវរបស់អេមីនហ្នឹងគឺនៅមានច្រើនទៀតប៉ុន្តែមិនដឹងថាគួរលើកមកទៅទៀតជូនបងប្អូនទៀតឬក៏យ៉ាងណាដែរព្រោះដោយសារអញ្ចឹងប្រវត្តិខ្លះដែលអេដមីនជួបហ្នឹងវាស្ទើរតែនិយាយប្រហែលស្ទើរតែរឿងហ្នឹងវាមិនគួរឲ្យជឿទេបងប្អូនរឿងខ្លះគឺវាខុសពីវិស័យមនុស្សយើងជឿហ្នឹងហ្មងពេលដែលអេដមីនធ្លាប់និយាយជាមួយនឹងគ្នាយើងអ្នកនៅជុំការងារអីមិត្តភ័ក្តិអីផ្សេងអេដមីននិយាយប្រាប់គេ10គេថាអេដមីនផូគេទាំង10អញ្ចឹងទៅរឿងខ្លះវាខុសពីវិស័យជឿអញ្ចឹងadmin ប្រហែលជាមិនបន្តរឿងតទៅទៀតទេยังមានតែបិទវគ្គត្រឹមហ្នឹងបងប្អូនទាំងអស់គ្នាគឺបិទវគ្គត្រឹមហ្នឹងហើយ admin នឹងទទួលការចែកម្លែកពីបងប្អូនអ្នកដែលឆាតមក admin តាម Telegram ហើយពួកគាត់បានចែកម្លែកសាច់រឿងខ្ញុំនឹងយកសាច់រឿងរបស់គាត់ហ្នឹងយកមកផលិតជាវីដេអូហើយចែកជូនដល់បងប្អូនសម្រាប់កំសាន្តចឹងអរគុណច្រើនបងប្អូនខុសត្រូវឬក៏ការនិយាយស្ដីអីមិនសមគួរឬក៏លឺលោកកន្លែងណាអីសំខាន់តែភ័យទៅឲ្យ admin ផងហើយជាចុងក្រោយកុំភ្លេចជួយចុច Subscribe ហើយនិង Like Comment ម្នាក់មួយដល់មកដើម្បីលើកទឹកចិត្ត admin ធ្វើសាច់រឿងជូនបងប្អូនស្ដាប់និងទស្សនាបន្តទៀតអរគុណច្រើនបងប្អូនជម្រាបលា